អ្នកមិនធ្លាប់មើលរឿងកូរ៉េនេះទេនោះអ្នកនឹងមិនដឹងទេថាអីទៅជាការកម្រិតអាយុ18បុកពិតផ្នែកងងឹតដែលមិនមានអ្នកដឹងនៃសង្គមអភិជនឆាកស្រាប់ស្រាលច្រើនមាននៅពេញសាច់រឿងគ្រាន់តែសេដ្ឋីនិងសមាជិកសភាប៉ុន្មានអ្នកក៏អាចបញ្ជាប្រទេសមួយបានងាយស្រួលប្រើតារាល្បីៗដើម្បីបម្រើផ្លូវភេទគឺជារឿងដែលមាននៅគ្រប់កន្លែងស្ទើររាល់ថ្ងៃព្រោះតែការបកអាក្រាតរឿងពិតខ្លាំងពេកការចាក់បញ្ចាំងនៅកូរ៉េត្រូវគេកាត់ចោល40នាទីតែទូយ៉ាងហ្នឹងក៏ដោយរឿងនេះនៅតែចូលឈ្មោះលើតារាងលក់សម្បត្តិបានមួយខែដែរបោះឆ្នោតប្រធានាធិបតីកូរ៉េជិតដល់ហើយសមាជិកក្រុមបងធំម្នាក់ស្រាប់តែប្រកាសមុខអ្នកកាសែតបកស្រាយរឿងកកលួយអ្នកចូលឈ្មោះបោះឆ្នោតចាងខ្ជូថេឯកសារក្រាស់ក្នុងដៃរបស់គេនេះបានកត់ត្រាទង្វើខុសច្បាប់ច្រើនរបស់ចាងខ្ជូថេថែមទាំងប្រើអំណាចខ្លួនខ្ចីលុយធនាគារខុសច្បាប់3សែនលានឃោសនាបោះឆ្នោតសំបីគេផ្ទាល់ក៏មិនអាចគេចពីការធ្វើបាបដែរគេបានដោះដែនខាងចេញមុខអ្នកកាសែតបន្ទាប់ពីបង្កឲ្យមានជ័យវែកញែកពេញប្រទេសចាងខ្ជូថេក៏ធ្វើសន្និសីទកាសែតភ្លាមគេអះអាងថាអាចយកអាជីពខ្លួនមកធានាថាក្មេងស្ទាវជីហ៊ុនកំពុងបរិហាគេជាបេក្ខជនបោះឆ្នោតម្នាក់ទៀតមានបំណងបង្កើតរឿងទម្លាក់ប្រជាប្រិយភាពការពិតកាលពី2ឆ្នាំមុនចាងខ្ជូថេសហការជាមួយប្រធានគីមនិងឈិនស៊ូពួកគេប្រើធនធានរៀងខ្លួនលួចគ្រប់គ្រងនយោបាយកូរ៉េទាំងអស់ប្រធានគីមម្ចាស់ក្រុមហ៊ុនឡានសុនយ៉ាងមានទ្រព្យស្តុកស្ដម្ភឈិនស៊ូជាអ្នកនិពន្ធធំនៅកាសែតកូរ៉េគេសរសេរអត្ថបទតាមចិត្តក៏អាចគ្រប់គ្រងតែមហាជនបានតើផលវិបាកនៃការខុបខិតគ្នារវាងមន្ត្រីនិងអ្នកជំនួញជាអីទោះពាក្យគេនិយាយសុទ្ធតែកុហកឲ្យតែចុះផ្សាយប្រជាជនជឿការពិតពេលនោះជីហ៊ុនជាកូនចៅទូដើមកំណើតជាអ្នកលេងតែឥឡូវចូលសង្គមលំដាប់ខ្ពស់បានជោគជ័យបង្កើន collagen ឲ្យរាងកាយដោយប្រើប្រាស់ជាមួយនឹងយាសកា collagen tripeptide ដែល collagen នេះគឺជា collagen មួយប្រភេទដែលមានកម្រិត mg ខ្ពស់រហូតដល់ 48000 mg ហើយជាពពួក collagen tripeptide collagen ពពួក tripeptide នេះគឺជា collagen មួយប្រភេទដែលវាមានសមត្ថភាពនិងប្រសិទ្ធភាពខ្ពស់ខ្លាំងជាងគេបើធៀបទៅនឹងប្រភេទ collagen ទូទៅ molecule តូចៗដែលមាននៅក្នុង collagen យាសកា tripeptide មានសមត្ថភាពខ្ពស់ក្នុងការជ្រាបចូលសារពាង្គកាយរបស់យើងបានល្អខ្លាំងមែនទែនថាធ្វើឲ្យអ្នកដែលបានញ៉ាំជាមួយនឹង collagen យាសកា tripeptide នេះហើយគឺទទួលបានស្បែកដែលមានសំណើមមានជាតិទឹកកាត់បន្ថយនៅបញ្ហាជ្រៅជ្រួញនៅលើស្បែកសហាប់តឹងណែនក្មេងជាងវ័យគេអាចដើរបានទាំងផ្លូវងងឹតនិងផ្លូវភ្លឺក្នុងដៃមានធនធានតារាល្បីៗរាប់មិនអស់គ្រាន់តែមេបញ្ជាមួយម៉ាត់អាចដឹកស្រីស្អាតមកមួយឡើងភ្លាមការងាររកកក់ដែលពួកមេមិនចង់ធ្វើសុទ្ធតែប្រគល់ឲ្យជីហ៊ុនដោះស្រាយបែបនេះទើបគេរស់នៅសុខស្រួលក្នុងសង្គមនេះស្ថិតនៅក្រោមតែម្នាក់តែនៅពីលើមនុស្សរាប់ម៉ឺននាក់ពេលបោះឆ្នោតប្រធានាធិបតីកូរ៉េអ្នកណាទាញយកប្រព័ន្ធផ្សព្វផ្សាយបានអ្នកនោះមានឱកាសឈ្នះច្រើនសមាជិកសភាផាកគូប្រជែងចាងខ្ជូថេថ្ងៃនេះគេណាត់ជួបឈិនស៊ូយករឿងដែលចាងសង្កត់ធ្ងន់ធនាគារដើម្បីបញ្ចេញប្រាក់កម្ចីខុសច្បាប់3សែនលានឲ្យឡានសុនយ៉ាងប្រាប់រឿងទាំងអស់នោះទៅឈិនស៊ូប្រធានធនាគារដែលឲ្យប្រាក់កម្ចីកំពុងលាក់ខ្លួននៅបរទេសបើមានអ្នករាយការណ៍រឿងនេះសមាជិកសភាចាងច្បាស់ជាចាប់មិនខានគឺចង់ឲ្យឈិនស៊ូមកនៅខាងខ្លួនឈិនស៊ូគ្រាន់តែសើចទទួលតែសមាជិកសភាផាកមិនដឹងសោះទេថាឈិនស៊ូសមាជិកសភាចាងនិងតាចាស់គីមម្ចាស់សុនយ៉ាងអ្នកទាំង3ស្បត់ជាបងប្អូនគ្នាគ្រប់គ្រងស្ថានភាពរួចហើយរាល់ការបោះឆ្នោតនៅកូរ៉េសុទ្ធតែពាក់ព័ន្ធបណ្ដាញផលប្រយោជន៍ធំបើមិនស្រួលប្រធានាធិបតីថ្មីនឹងដកតំណែងនាយកដ្ឋានដែលប្រធានាធិបតីចាស់បង្កើតចោលក្នុងពេលបោះឆ្នោតសូម្បីតែអគ្គលេខាធិការវិមានខៀវព្រោះបាក់ពួកដែលគេគ្រប់គ្រងមុនខុសពីចាងខ្ជូថេក៏ត្រៀមមនុស្សស៊ើបអង្កេតសមាជិកសភាចាងដែលកំពុងល្បីស៊ើបអង្កេតឲ្យបានច្បាស់លាស់បើរកឃើញអីមែននោះនឹងចំណេញបានច្រើនមនុស្សដែលគេត្រៀមបញ្ជូនទៅឈ្មោះវូឆានគេមិនសូវចេះអែបអបទេដូច្នេះហើយទើបមិត្តរួមការងាររដ្ឋអាជ្ញាបោះបង់ចោលតំណែងក៏មិនឡើងតែងតែទៅណាមកណាជាប្រចាំម្នាក់ឯងគេធ្វើការតាមភាពត្រឹមត្រូវនិងយុត្តិធម៌ក្នុងចិត្តគេប៉ុណ្ណោះយប់នោះលេខាធិការក៏ហៅវូឆានមកជួបប្រាប់គេថាប្រវត្តិសមាជិកសភាចាងតាមគេដឹងគឺមិនស្អាតស្អំទេបើរកភស្តុតាងចាប់កំហុសគេបានអ្នកនឹងឡើងតំណែងជាប្រធាននាយកដ្ឋានលើលក្ខខណ្ឌនេះវូឆានក៏យល់ព្រមដោយរីករាយព្រោះស៊ើបអង្កេតបទក្រិតជាតួនាទីគេស្រាប់ហើយយប់ឡើងវូឆានណាត់ជួបអតីតប្រធានហេរ៉ានវត្ថុក្រុមហ៊ុនសុនយ៉ាងក្នុងដៃគេមានព័ត៌មានប្រាក់កម្ចី3សែនលាននោះតាមការស៊ើបអង្កេតរកឃើញថាប្រធានហេរ៉ានវត្ថុកឹកពេងប្រាក់នោះមិនតិចដែរព្រោះរឿងនេះហើយទើបក្រុមហ៊ុនសុនយ៉ាងបណ្ដឹងចេញពេលគេចូលបន្ទប់ទឹកស្រាប់តែមានមនុស្សវាយគេពីក្រោយឲ្យសន្លប់ការពិតឈិនស៊ូដាក់មនុស្សតាមដានប្រធានហេរ៉ានវត្ថុនេះយូរហើយឲ្យតែមានការស៊ើបអង្កេតលើគេជីហ៊ុននឹងចាប់គេភ្លាមគេចាប់ដើមធ្វើបាបក្រោមការគំរាមដោយហិង្សាប្រធានហេរ៉ានវត្ថុធានាថានឹងមិននិយាយរឿងនេះប្រាប់រដ្ឋអាជ្ញាទេហើយប្រគល់ឯកសារប្រាក់កម្ចីទាំងអស់ឲ្យជីហ៊ុនពេលនេះជីហ៊ុននៅតែជឿជាក់លើបងធំឈិនស៊ូរបស់គេខ្លាំងណាស់គេប្រគល់ឯកសារឲ្យបងធំហើយស្នើគំនិតបើមានរឿងអីកើតឡើងហើយយើងត្រូវសមាជិកសភាចាងបោះបង់ចោលដល់ពេលនោះយកឯកសារនេះមកគំរាមគេទៅក្នុងពេលតែមួយគេលួចទុកឯកសារចម្លងមួយដែរចូលក្នុងសង្គមលំដាប់ខ្ពស់គឺមិនអាចជឿជាក់អ្នកណាបានទេថ្ងៃនេះជីហ៊ុនធ្វើតាមបញ្ជាបញ្ជូនតារាស្រីទៅឲ្យមេធំទាំង3ទៀតហើយគេឈរមើលពួកនាងចូលបន្ទប់ពេលនេះកូនចៅប្រធានគីមឈ្មោះស៊ីកូក៏លួចវាយជីហ៊ុនពីក្រោយ
ពេលជីហ៊ុនដឹងខ្លួនឡើងវិញឃើញខ្លួនឯងត្រូវគេចាប់ចងក្នុងបន្ទប់បាញ់ថ្នាំមួយការពិតកិច្ចសន្និរឿងយកឯកសារទៅគម្រាមជាមួយឈិនស៊ូត្រូវបានគេលួចស្ដាប់ដូច្នេះស៊ីកូកាត់ដៃស្ដាំជីហ៊ុនចោលបន្ទាប់មកបញ្ជូនគេទៅមន្ទីរពេទ្យឈួតឲ្យគេលេបថ្នាំសរសៃប្រសាទរាល់ថ្ងៃទ្រាំបែបនេះបាន1ឆ្នាំកន្លះជីហ៊ុនក៏រកឱកាសបានគេរត់ចេញពីមន្ទីរពេទ្យឈួតបានសម្រេចគេទៅធ្វើអ្នកលៀងបង្គន់ក្នុងក្លឹបដែលធ្លាប់ជាកន្លែងរបស់គេតែគេមិនទាន់រួចខ្លួនទាំងស្រុងទេឈិនស៊ូនៅតែលួចតាមដានគេពីក្រោយរហូតជីហ៊ុនមិនអស់ចិត្តនឹងបងធំដែលខ្លួនទុកចិត្តបំផុតបែរជាក្បត់គេងាយបែបនេះគេលួចរៀបចំផែនការថានឹងបដួលពួកនោះដោយរបៀបណាមុនដំបូងជីហ៊ុនទៅរកតារាស្រីសៀនមិនដែលធ្លាប់ជួយឲ្យនាងលួចចូលពិធីជប់លៀងមេធំប្រើកាមេរ៉ាលាក់ដើម្បីលួចថតសកម្មភាពក្នុងពិធីជប់លៀងបន្ទាប់មកគេទៅរកអតីតកូនចៅឈ្មោះប្រធានលីឲ្យគេយកលុយសូកប៉ាន់សមាជិកសភាចាងបន្តិចម្ដងពេលឱកាសមកដល់គេយកនាឡិការ៉ូលេសដែលកែច្នៃរួចជូនសមាជិកសភាចាងពេលជាមួយគ្នាការស៊ើបអង្កេតវូឆានក៏ជាប់គាំងគេបដូរទីដៅស៊ើបអង្កេតលើកនេះគេតម្រង់រកប្រធានសមាគមគាំទ្រសមាជិកសភាចាងដែលជាអតីតប្រធានធនាគាររត់គេចទៅបរទេសតែទូសួរចម្លើយយ៉ាងណាគេមិននិយាយអីសោះពេលទៅបន្ទប់ទឹកគេទទួលសារពីស៊ីកូគឺជាវីដេអូប្រធាននោះធ្លាប់ទទួលសំណូកពេលនេះអស់ផ្លូវហើយដើម្បីការពារគ្រួសារគេដាច់ចិត្តលោតពីលើបង្អួចស្លាប់បាត់បង់ជីវិតទៅពេលនោះឈិនស៊ូចាប់ឱកាសប្រើកាសែតខ្លួនចុះផ្សាយអត្ថបទវាយវូឆានជាច្រើនអត្ថបទសរសេរថារដ្ឋអាជ្ញាកូរ៉េធ្វើការគ្មានច្បាប់ប្រើអំណាចវាយសួរចម្លើយធ្វើឲ្យសាក់សីទទួលសម្ពាធខ្លាំងក៏លោតសម្លាប់ខ្លួនព័ត៌មានចុះផ្សាយភ្លាមៗមកទេមហាជនផ្ទុះឡើងប្រព័ន្ធសួរចម្លើយរដ្ឋអាជ្ញាត្រូវគេរិះគន់ខ្លាំងដោយសារសម្ពាធវូឆានត្រូវបង្ខំផ្អាកការងារសិនត្រៀមធ្វើជប់លៀងតារាម្ដងទៀតលើកនេះមានអ្នកថ្មីម្នាក់ចូលរួមលេខាធិការឃើញវូឆានឈ្នះពួកនោះមិនបានច្បាប់អ្នកលេងបើវាមិនឈ្នះត្រូវចូលជាគ្នាគេនៅសល់កន្លះឆ្នាំទៀតដល់បោះឆ្នោតប្រធានាធិបតីស៊ូបង្ហាញភាពស្មោះត្រង់ឥឡូវដើម្បីយកទំនុកចិត្តពីសមាជិកសភាចាងក្នុងចំណោមតារាសៀនមិនលួចចូលបានសម្រេចខ្សែជាប់ពនាងមានកាមេរ៉ាលើដៃសមាជិកសភាចាងវិញក៏ពាក់នាឡិកាកែច្នៃមានកាមេរ៉ាដែរពេលនេះរៀបចំរួចហើយខ្វះតែអនុវត្តប៉ុណ្ណោះតែឈិនស៊ូជាកញ្ជ្រោងចាស់មានល្បិចច្រើនពេលគេលើកទូរស័ព្ទគេធ្វើជាច្រឡំដៃបុកកៅទឹកក្បាលក្រែឲ្យដួលក្រោយមកឃើញថាវីដេអូថតបានសុទ្ធតែញងឹតឈឹងសំណាងល្អត្រៀមផែនការពីគិតថាវីដេអូក្នុងនាឡិកាប្រហែលគ្មានបញ្ហាទេថ្ងៃបន្ទាប់ប្រធានលីវលួចតាមសមាជិកសភាចាងទៅកន្លែងស្ទីមលួចបដូរយកនាឡិកាកែច្នៃនោះមកពាក់ដៃខ្លួនឯងពេលត្រៀមខ្លួនចាក់ចេញស្រាប់តែជួបសមាជិកសភាចាងនៅមាត់ទ្វារអីដែលកាន់តែយ៉ាប់គឺឈិនស៊ូស្រាប់តែទេមុខអត្តសញ្ញាណប្រធានលីវត្រូវបានគេដឹងហើយគេគឺជាកូនចៅរបស់ជីហ៊ុនស៊ីកូត្រៀមបញ្ចេញស្នាដៃពិសេសទៀតហើយមិននឹកស្មានថាប្រធានលីវសារភាពទាំងអស់ដូចនេះផែនការសងសឹកក៏បរាជ័យមិនយូរប៉ុន្មានក្រុមអ្នកលេងមកដល់ផ្ទះជីហ៊ុនបាត់បង់ដៃស្ដាំកម្លាំងថយ 80% ទូកំដៃក៏នៅតែត្រូវគេវាយសន្លប់ពេលចិត្តស្លាប់វូឆានក៏មកជួយគេវូឆានមិនបោះបង់ការស៊ើបទេក្រោយត្រូវគេផ្អាកការងារគេទើបតែចាប់អារម្មណ៍នឹងជីហ៊ុនដែរចៃដនយប់នេះត្រៀមមករកគេនិយាយគ្នាក៏ឃើញគេត្រូវតាមសម្លាប់ក្រោយនិយាយគ្នាក៏ដឹងថាមានគោលដៅតែមួយគឺចង់ផ្ដួលសមាជិកសភាចាងដែលខូខើដើម្បីការពារជីវិតជីហ៊ុនស្អែកឡើងវូឆាននាំគេទៅស្រុកកំណើតខ្លួនដឹងថាជីហ៊ុនរត់រួចសមាជិកសភាចាងខឹងខ្លាំងណាស់ព្រមមានទៅឈិនស៊ូក្រោយនៅជាមួយគ្នាបានប្រហែលថ្ងៃជីហ៊ុនប្រាប់ការពិតទាំងអស់ដល់វូឆានពួកគេ3នាក់សហការគ្នាគ្រប់គ្រងតែមហាជនទាំងកម្ចីលុយខុសច្បាប់យ៉ាងច្រើនទង្វើទាំងអស់នេះគឺជួយឲ្យសមាជិកសភាចាងជាប់ឆ្នោតទោះមានភស្តុតាងក៏ត្រូវការសាក់សីដែរវូឆានទោះមិនហ៊ាននិយាយតែគ្មានវិធីផ្សេងទេបើជីហ៊ុនធ្វើជាសាក់សីរឿងជាច្រើនគេមានចំណែកចូលរួមច្បាស់ជាត្រូវជាប់គុកមិនខានមួយរយៈក្រោយមកជីហ៊ុនហៅអ្នកកាសែតធ្វើសន្និសីទគេបកអាក្រាតសមាជិកសភាចាងការខុបខិតរវាងឈិនស៊ូនិងប្រធានគីមខ្លួនគេផ្ទាល់ក៏ខ្លាចជាជនពិការមួយជីវិតដែរក្រោយចប់សន្និសីទជីហ៊ុនត្រូវគេឃុំខ្លួនរងចាំកាត់ទោសសមាជិកសភាចាងរវល់តែធ្វើសន្និសីទលៀងខ្លួនឈិនស៊ូវិញធ្វើដូចគ្មានរឿងអីកើតឡើងមិនខ្លាចអីបន្តិចសោះព្រោះគេគិតរកវិធីដោះស្រាយទុកមុនហើយប្រធានគីមធ្វើជាឈីជោពេតកិច្ចមុខពីអ្នកកាសែតស្អែកឡើងឈិនស៊ូចាប់ផ្ដើមប្រើអំណាចគ្រប់គ្រងសារព័ត៌មានគ្រប់កាសែតទាំងអស់ចុះផ្សាយតែព័ត៌មានពីរយ៉ាងប៉ុណ្ណោះថាជីហ៊ុនមានប្រវត្តិជាអ្នកលេងធ្លាប់ស៊ីឈ្នួលសម្រាប់មនុស្សជាច្រើនដងតារាក្រមបង្កប់គេរងការបំពានរាងកាយជាច្រើនលើកចុងក្រោយទ្រាំនឹងការធ្វើបាបមិនបានក៏សម្លាប់ខ្លួនក្នុងឡានព័ត៌មានដែលជីហ៊ុនបកអាក្រាតពីម្សិលមិញត្រូវព័ត៌មានក្តៅគុកថ្ងៃនេះសង្កត់បាត់ឈឹងពេលជីហ៊ុនត្រូវគេដាក់ឈ្មោះជាមនុស្សអាក្រក់ហើយពាក្យដែលគេនិយាយក្នុងសន្និសីទគឺពិបាកឲ្យគេជឿថាជាការពិតណាស់ថែមទាំងអាចថាជាតួសម្ដែងដែលសមាជិកសភាផាកជួមកទៀតផងស្ថានភាពត្រូវឈិនស៊ូត្រឡប់បានភ្លាមតែរឿងមិនទាន់ចប់ត្រឹមនេះទេចាប់ប្រកាន់ថាគ្រូសាររដ្ឋអាជ្ញាកាន់សំណុំរឿងនេះបានទទួលសំណុកលើកនេះធ្ងន់ធ្ងរជាងលើកមុនមិនមែនត្រឹមតែផ្អាកការងារទេវូឆានគ្មានជំរឿក្រៅពីលីឈុកផែនការដែលពួកគេខំរៀបចំត្រូវបរាជ័យម្ដងទៀតតើមនុស្សធម្មតាមិនអាចតាំងនឹងពួកអ្នកមានអំណាចបានរហូតទេរឿងប្រែប្រួលនៅពេលដែលជីហ៊ុនត្រូវគេបញ្ជូនទៅកាត់ទោសគេបានត្រៀមខ្លួនទុកមុន
បានទិញទឹកចិត្តអ្នកទោសច្រើនអ្នកបង្កចលាចលពេលប៉ូលីសយាមមិនសូវច្រើនលួចរត់ចេញពីឡានដឹកអ្នកទោសយប់នោះគេទៅរកប្រធានលីវមុនគេបានដឹងការពិតពីមាត់គេថាដើម្បីរស់សៀនមិនត្រូវប្រធានលីវសម្រាប់ចោលហើយបន្ទាប់មកគេក៏ទៅការិយាល័យឈិនស៊ូកាប់ដៃឈិនស៊ូមួយចោលបង្ខំឲ្យគេនិយាយរឿងខ្មៅងងឹតហើយថតសម្លេងទុកប្រើវិធីធ្ងន់តបវិញប៉ុន្តែកូរ៉េមានច្បាប់មួយចម្លើយសារភាពឬសាក្សីបានមកពីការគំរាមកំហែងតុលាការនឹងមិនទទួលយកជាភស្តុតាងទេដូច្នេះជីហ៊ុនប្រកោកខ្សែអាប់សម្លេងឲ្យវូឆានខ្លួនឯងក៏ទៅសារភាពកំហុសភ្លាមដើម្បីការពារជីវិតមុនសិនវូឆានយកខ្សែអាប់សម្លេងនេះទៅគំរាមឈិនស៊ូដែលកំពុងដេកពេទ្យសូមចូលរួមក្នុងក្រុមរបស់ពួកគេទាំង3ដែរពេលនេះឈិនស៊ូសដៃតែម្ខាងដើម្បីការពារជីវិតមានតែយកព្រមមួយខែក្រោយក្រោមការណែនាំឈិនស៊ូវូឆានក៏បានចូលក្រុមគេចូលក្នុងក្រុមគេបានសម្រេចក្នុងការដូរយកទៅជូនពេលជួបដំបូងមានលក្ខកាមេរ៉ាតូចមួយដែលរកមិនឃើញមិនយូរប៉ុន្មានសមាជិកសភាចាងត្រូវគេរើសជាបេក្ខជនប្រធានាធិបតីផ្លូវការពេលជាមួយគ្នានោះទូរស័ព្ទប្រជាជនទូទៅសុទ្ធតែទទួលបានវីដេអូមួយខ្លឹមសារគឺការជប់លៀងមនុស្សច្រើនមន្ត្រីធំៗនិងសេដ្ឋីកំពុងទទួលសេវាផ្លូវភេទព័ត៌មាននេះធ្វើឲ្យទូបណ្ដាញសារព័ត៌មានម្ដងទៀតការពិតនេះជាផែនការរបស់ជីហ៊ុននិងវូឆានទាំងអស់ពួកគេដឹងថាអ្នកក្រៅមិនអាចបកអាក្រាតអ្នកក្នុងបានទេមានតែរកឱកាសចូលជាពួកវាទើបអាចកំទេចពួកពុករលួយនេះពីខាងក្នុងបានចុងក្រោយវូឆានដែលមានប្រវត្តិស្អាតស្អំក៏ចេញមុខធ្វើសាក្សីពួកគេខ្លះរត់ខ្លះជាប់គុកក៏មានចំណែកស៊ីកូដែលកាត់ដៃជីហ៊ុនក៏រស់មិនបានសុខដែរត្រូវកូនចៅជីហ៊ុនចាប់ដុតទាំងរស់ក្នុងឡានវូឆានក្រោយចប់សន្និសីទក៏សុំលាឈប់ព្រោះគេដឹងថាខ្លួនឯងមិនអាចរស់ក្នុងប្រព័ន្ធរដ្ឋបានទៀតទេបន្ទាប់មកគេក៏បើកការិយាល័យមេធាវីមួយនៅសេអ៊ូល6 ខែក្រោយមកជីហ៊ុនដែលចេញពីគុកក៏មករកគេមិត្តចាស់ពីរនាក់ជួបគ្នាពិតជាសប្បាយចិត្តណាស់រួមគ្នាគិតគូរពីអនាគតប៉ុន្តែរឿងមិនទាន់ចប់ត្រឹមនេះទេឈិនស៊ូនៅតែមិនបោះបង់ហិច្ចតារបស់ខ្លួនទោះជានៅក្នុងគុកគេតែនិយាយទូរស័ព្ទរៀបចំផែនការថ្មីក្នុងភ្នែករបស់គេប្រជាជនគ្រាន់ជាសត្វចូលចិត្តតែរឿងក្តៅគុកប៉ុណ្ណោះអីក៏ដោយក៏មកលឿនទៅលឿនដែរឲ្យតែអត់ធ្មត់រង់ចាំមួយរយៈពួកគេនឹងភ្លេចរឿងពីមុនអស់ហើយពេលនោះគេអាចខ្លាំងដូចដើមវិញតែស្ដាំមែនទេថ្ងៃក្រោយប្រើដៃឆ្វេងទៅរឿងចប់ត្រឹមនេះការរួមបញ្ចូលគ្នាជាមួយនឹងអានុភាព3យ៉ាងរបស់អាស៊ីតអាមីណូដែលមានម៉ូលេគុលតូចល្អិតខ្លាំងមែនទែនបានធ្វើឲ្យយ៉ាស្កា collagen tripeptide คล้ายទៅជា collagen ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានិងមានសមត្ថភាពជ្រាបចូលទៅកាន់កោសិកាស្បែកបានយ៉ាងជ្រៅនិងលឿនជាង collagen ធម្មតាកូននឹងដកជាហើយធ្វើឲ្យយើងញ៉ាំទៅឆាប់ទទួលបានប្រសិទ្ធភាពខ្ពស់ស្បែកសភ្លឺថ្លាសហាប់តាំងណែនបែបមានសំណើមតាំងពីញ៉ាំជាមួយនឹងប្រអប់លើកដំបូងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យអតិថិជនរបស់យ៉ាស្កា collagen បានញ៉ាំហើយគឺត្រឡប់មកឲ្យ feedback គ្រប់គ្នាតែម្ដងបន្ទាប់ពីបានញ៉ាំជាមួយនឹងយ៉ាសកា collagen ហើយសង្កេតឃើញថាកញ្ចក់ដែលតែងតែមានសភាពពុកផុយคล้ายមកជាកញ្ចក់ដែលមានភាពរឹងមាំនិងដុសលូតលាស់បានល្អកាត់បន្ថយបញ្ហាសក់ជ្រូកជួយឲ្យសក់របស់យើងដុសលូតលាស់បានលឿនមិនត្រឹមតែប៉ុណ្ណោះទេសម្រាប់បងស្រីពេលមករដូវមានការឈឺចុកចាប់រដូវមកកក់ដុំគឺជួយសម្រួលបានល្អខ្លាំងមែនតើកាន់តែពិសេសញ៉ាំតែមួយថ្ងៃមួយដបនឹងជួយបង្កើនថាមពលនៅក្នុងរាងកាយនិងបំពេញជាតិទឹកបានយ៉ាងល្អដែលជាហេតុធ្វើឲ្យស្បែកដែលមានសភាពយាធ្លាក់មុខមូនជាំស្នាមអាចរយប្រែមកជាស្បែកដែលសភ្លឺទន់មាត់អាឡងនិងសហាប់តាំងណែនបែបធម្មជាតិក្នុងការញ៉ាំជាមួយនឹងយ៉ាសកា collagen tripeptide ដែលមានកម្រិត mg ខ្ពស់រហូតដល់ 48000 mg គឺជាជម្រើសដែលល្អសម្រាប់សុខភាពនិងសម្រស់ឲ្យកាន់តែក្មេងជាងវ័យ